đầm chưa tiệt bà rưỡi có cái hàm dạng thì hàm thật đầm giếng bát prey mình và sông cướp chìm riệp su bạn đôi khi là ta mẹ ao bong bồn và pu miên tiếng on nâng bong bồn còn không mua chỉ tiệt cướp bạc an bà chúng thôi cả bằng hàng chun ởประเภท rục chiếtដែលមានកម្ពស់ខ្ពស់ក៏ដូចជារុក្ខជាតិដែលមានប្រយោជន៍ជាច្រើនបាទសម្រាប់មនុស្សជាតិបាទនេះគេហៅថាដើមឈើទាលឬក៏ដើមយាងបាទជាប្រភេទរុក្ខជាតិដែលមានកម្ពស់ខ្ពស់បាទគឺខ្ពស់គឺបាទកម្ពស់ចាប់ពីបាទ50ម៉ែត្ររហូតដល់បាទនិយាយទៅចាប់ពី40ម៉ែត្រដល់50ម៉ែត្រឬក៏50ម៉ែត្រជាងបន្តិចបន្តួចបាទគឺជាប្រភេទរុក្ខជាតិដែលមានកម្ពស់ខ្ពស់មែនទែនបាទប្រិយមិត្តបាទបងប្អូននេះអាចធ្វើការសម្គាល់ជាមួយនឹងដើមរបស់យាងនេះបានបាទដើមយាងគឺជាប្រភេទដើមដែលសម្បូរបែបបាទនិយាយទៅជារុក្ខជាតិដែលមនុស្សនឹងគឺត្រូវការខ្លាំងមែនទែនបាទដោយសារតែប្រភេទរុក្ខជាតិនេះគឺជាប្រភេទរុក្ខជាតិដែលមានកម្ពស់ខ្ពស់បាទហើយមានតម្រូវការទៅលើគ្រឿងសង្ហារិមក៏ដូចជាធ្វើលំនៅឋានបាទឬក៏ធ្វើអ្វីផ្សេងទៀតបាទដែលមនុស្សលោកត្រូវការបាទពិសេសគឺធ្វើផ្ទះបងប្អូនណាធ្វើសង់លំនៅឋានបាទសង់លំនៅឋានបាទចំពោះពីសម័យបុរាណបាទដើមយាងគឺបាទដើរតួនាទីខ្លាំងមែនទែនបាទចំពោះការសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋក៏ដូចជាមនុស្សជាតិទូទៅនៅក្នុងពិភពលោកបាទជាក់ស្ដែងបាទដើមយាងបាទមានដុះនៅគ្រប់ទីកន្លែងបាទអត់រើសដីអត់រើសទេបាទនៅកន្លែងភ្នំក៏មានបាទនៅកន្លែងណាក៏មានដែរបាទនិយាយទៅឲ្យតែមានដីទំនេរទុកចោលគឺដើមរុក្ខជាតិនេះចាប់ផ្ដើមដោះហើយបាទគឺភាពដោះរបស់រុក្ខជាតិនេះគឺងាយស្រួលបំផុតបាទរុក្ខជាតិនេះគឺបាទមានផ្លែបាទមានផ្កាបាទផ្កាឬក៏ផ្លែរបស់វាហ្នឹងគឺនៅពេលដែលវាចាប់ផ្ដើមទុំបាទវាមានទម្ងន់ហ្នឹងគឺស្រាលដូច្នេះវាអាចហោះរសាត់ទៅតាមខ្យល់បានចម្ងាយនិយាយទៅចម្ងាយច្រើនគីឡូបាទនៅពេលដែលមានខ្យល់ព្យុះបក់ទៅផ្លែយាងគឺចាប់ផ្ដើមរសាត់អណ្ដែតកាន់ទៅឆ្ងាយអញ្ចឹងធ្វើឲ្យផ្លែហ្នឹងគឺចាប់ផ្ដើមជ្រុះហើយនៅពេលដែលត្រូវទឹកខែវស្សាគឺចាប់ផ្ដើមដុះបាទកូនយាងចាប់ផ្ដើមដុះអញ្ចឹងដើមយាងបាទគឺជាដើមមួយដែលងាយស្រួលក្នុងការដុះក្នុងការរីករាលដាលមែនទែនបាទមិនថានៅតំបន់ស្នេហ៍តំបន់អីទេបាទឲ្យតែមានគ្រាប់ទៅចំគឺដុះតែម្ដងបាទវាងាយស្រួលមែនទែនអញ្ចឹងដើមនេះបាទគឺសភាពនៃដើមនេះគឺមានលក្ខណៈអស្ចារ្យខុសពីរុក្ខជាតិដទៃបាទដោយធ្វើការអង្កេតទៅលើបាទមេឃបាទធម្មតាដើមឈើទាំងអស់គឺតែងតែមានមេឃមានធាងអញ្ចឹងណាក៏ប៉ុន្តែដើមយាងនេះវិញគឺមានមេឃបាទនៅពេលដែលវាដោះមេឃមកបាទនៅពេលដែលវាធំលូតទៅលើកាន់តែខ្លាំងគឺមេឃនេះចាប់ផ្ដើមងាប់ទៅចាប់ផ្ដើមល្បេះធ្លាក់មកតែម្ដងអញ្ចឹងរុក្ខជាតិដើមនេះគឺវាចាប់ផ្ដើមដោះបន្តទៅលើទៀតអញ្ចឹងវាមានមេឃបន្តទៀតណាមានមេឃបន្តទៀតដល់ពេលដែលមានមេឃមកសម្រាប់ទៅធំប៉ុននិយាយទៅតាមទំហំដែរបើតូចគឺមានទំហំប៉ុនដដែលអញ្ចឹងទៅបើធំមានទំហំប៉ុនផ្លូវអញ្ចឹងទៅណាហ្នឹងអញ្ចឹងនៅពេលដែលវាដោះកាន់ទៅលើគឺរុក្ខជាតិនេះចាប់ផ្ដើមងាប់មេឃតែម្ដងហើយបាក់ធ្លាក់មកតែម្ដងអញ្ចឹងកន្លែងនេះបាក់ធ្លាក់ហ្នឹងគឺវាជួសជុលលើខ្លួនវាបាទអត់ឲ្យមានស្នាមទេថាស្នាមនេះគឺជាស្នាមដែលបាក់ស្នាមដែលរយះអត់ទេគឺវាបេះមកធ្លាក់លើខ្លួនឯងតែម្ដងនេះគឺជាធម្មជាតិរបស់ដើមយាងឬក៏ដើមឈើទាលនេះបាទគឺមានលក្ខណៈពិសេសមែនទែនអញ្ចឹងដើមនេះជាទូទៅគឺមានលក្ខណៈគឺបាទគឺដើមនេះគឺស្រឡូនបាទឬក៏ត្រង់ទៅលើណាពាក្យថាស្រឡូនគឺអត់មានមេឃមានអីអញ្ចឹងណាហ្នឹងហើយគឺត្រង់ទៅលើតែម្ដងគឺអត់មានមេឃទេគឺដោះឆ្ពោះទៅលើត្រង់តែម្ដងដូច្នេះគឺជារឿងដែលសំខាន់ដែរសម្រាប់ប្រជាពលរដ្ឋយើងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការទៅលើឈើនេះគឺគាត់អាចធ្វើការកាប់បាទកាប់ជាជំរាបបាទមុនដំបូងគឺយើងកាប់ចាំងធ្វើជាហូបសិនបន្ទាប់មកគឺយើងវាយបន្ទាត់បាទអាចជ្រៀកធ្វើជាបង្កង់ធ្វើជាដែរណែងបាទធ្វើជាតាប្រឡានធ្វើជាដោយធ្វើឲ្យផ្សេងបាទសម្រាប់សាងសង់ផ្ទះណានឹងព្រោះដើមនេះគឺជាប្រភេទរុក្ខជាតិដែលធន់បាទដោយសារតែរុក្ខជាតិនេះគឺមានជាតិជ័របាទអញ្ចឹងដោយសារតែជ័រនេះគឺវាអាចទប់ទល់
បាទទប់ទល់ជាមួយនឹងទឹកដំយើងគឺអាចទប់ទល់ជាមួយទឹកបានដោយសារតែមានជ័រនេះគឺប្រឆាំងជាមួយនឹងទឹកបានន័យថានៅពេលដែលប៉ះទឹកគឺជ័រនេះប្រឆាំងអត់ឲ្យឈើនឹងឆាប់ពុះទេនេះគឺជាលក្ខណៈពិសេសមួយរបស់ប្រភេទដើមឈើទាលនេះបាទហ្នឹងហើយបាទហើយដើមឈើគឺចាប់ផ្ដើមបាទអាយុ10 20បាទ30 40ឆ្នាំទៅបាទ60ឆ្នាំទៅ70ឆ្នាំទៅដើមធំម្ដងបាទធំរហូតដល់100ឆ្នាំគឺដើមធំមែនទេមានអាយុយូរព្រោះដើមឈើទាលនេះគឺមើលបើសិនបើដោះតង20ឆ្នាំអីគឺដើមមិនសូវជាធំទេខ្ពស់អាចត្រឹមតែ10 ម៉ែត្រទេហ្នឹងអាចជាថា7 8 ម៉ែត្រ10 ម៉ែត្រណាស្រាប់20 30ឆ្នាំតែបើលើកនោះគឺកម្ពស់កាន់តែខ្ពស់បាទខ្ពស់កាន់តែខ្ពស់មែនទែនគឺទៅលើត្រង់ទៅម្ដងបាទអញ្ចឹងដើមនេះគឺបាទជាប្រភេទរុក្ខជាតិបាទដែលគេត្រូវការហើយក៏រុក្ខជាតិដែលងាយស្រួលដែរក្នុងការដាំដែរបើសិនបើយើងធ្វើការបណ្ដោះកូនបានយើងអាចយកទៅដាំជាមួយដីដែលទំនេរអញ្ចឹងដើមនេះគឺស្រួលមែនទែនគេដកមកគឺលឿនតែម្ដងគឺមិនងាយងាប់មិនអីអញ្ចឹងណាបានន័យថាស្រួលមែនទែនដើមយើងគឺងាយដកណានិយាយទៅអត់យើងមានកូនយកទៅដាំគឺយើងបណ្ដោះហើយដកហើយយើងយកទៅដាក់នៅកន្លែងដីណាដែលទំនេរដែលយើងគិតថាសម្រាប់ដាំអញ្ចឹងយើងធ្វើការដាំទៅបាទអាចថា50 ឆ្នាំគឺយើងអាចយកមកប្រើប្រាស់បានហើយយើងអាចថាយកធ្វើជាគេសង្ហារិមផ្សេងបាទធ្វើផ្ទះធ្វើអីដើមឈើបាទឥឡូវគឺមានតម្លៃថ្លៃហ្នឹងហើយនិយាយទៅថ្លៃជាងដែកតែម្ដងបាទដោយសារតែប្រភេទឈើគឺជារុក្ខជាតិដែលចម្រុះព្រោះឥឡូវគឺមិនសូវមានព្រៃឈើទេដូច្នេះគឺដើមឈើគឺមានតម្លៃថ្លៃខ្លាំងបាទដើមមួយបាទគឺមានតម្លៃភាគច្រើនដើមឈើដែលនៅធំចឹងគឺជាប្រភេទដើមឈើដែលត្រូវបានគេអភិរក្សជាតំបន់បុរាណដ្ឋានអាចជាតំបន់គេដែលគេអភិរក្សមិនឲ្យកាប់អីអញ្ចឹងណាបើសិនមកដើមឈើដែលជាដើមឈើកម្មសិទ្ធិរបស់យើងនៅក្នុងដីរបស់យើងអាចធ្វើការកាប់បានប៉ុន្តែបើសិនមកតំបន់បុរាណដ្ឋានឬក៏តំបន់ដែលនៅបាទការការពារដោយសមាគមសហគមន៍គឺដើមហ្នឹងវាត្រូវទុករហូតបាទទុកទីមួយគឺលំអបាទលំអទឹកមើលបាទមើលទឹកលំអដល់ធម្មជាតិបាទព្រោះរុក្ខជាតិទាំងអស់គឺបានផ្ដល់បាទបានផ្ដល់នៅខ្យល់បាទផ្ដល់នៅខ្យល់ផ្ដល់នឹងផ្ដល់នៅប្រព័ន្ធអេកូឡូស៊ីគឺប្រព័ន្ធដំណឹងធម្មជាតិបាទសិនបើយើងមានដើមឈើយើងនេះកម្មច្រើនបាទជួយក្នុងការទាក់ទាញទឹកភ្លៀងឲ្យធ្លាក់បានទៀងទាត់បាទព្រោះទឹកភ្លៀងគឺជាអាយុជីវិតរបស់មនុស្សសិនមកមានប្រភេទរុក្ខជាតិដែលមានកម្ពស់ខ្ពស់គឺវាអាចស្រូបទាញទឹកភ្លៀងឲ្យឆាប់ធ្លាក់មកតែម្ដងបាទហ្នឹងហើយព្រោះធម្មជាតិនេះគឺវាមានទំនាក់ទំនងគ្នាអញ្ចឹងប្រភេទដើមឈើដែលមានកម្ពស់ខ្ពស់គឺវាអាចស្រូបទាញទឹកភ្លៀងបាទដោយសារវាមានចរន្តបង្កើតអុកស៊ីសែនដែលខ្លួនឯងបង្កើតខ្យល់ដែលខ្លួនឯងបាទនៅពេលថ្ងៃបាទតែពេលបង្កើតខ្យល់មកគឺខ្យល់គឺបានទាញទឹកភ្លៀងមកបាទមកពីលើមេឃទៅលើអាកាសបាទដើម្បីធ្លាក់មកបាទធ្លាក់មកទៅយើងបានទឹកភ្លៀងប្រើប្រាស់បាទបានទឹកប្រើប្រាស់ទៀងទាត់ចឹងទៅបាទអញ្ចឹងទៅគឺពួកដើមរុក្ខជាតិដើមឈើទាលគឺមានប្រយោជន៍ខ្លាំងមែនទេបាទតកតងជាមួយធម្មជាតិបាទមានប្រយោជន៍ស្ទើរតែគ្រប់តែម្ដងបាទយើងមើលទៅតកតងទឹកភ្លៀងក៏បានទាញទឹកភ្លៀងមកឲ្យបានទៀងទាត់បាទហើយសម្រាប់ឈើវិញគឺតួឈើនេះគឺបានយកទៅប្រើប្រាស់សាងសង់លំនៅឋានបាទគ្រប់បែបយ៉ាងគឺគ្រប់បម្រើគ្រប់ស្ថានភាពទាំងអស់មិនថានៅកន្លែងណាទេបាទដើមនេះគឺបានបម្រើដល់មនុស្សគ្រប់ប្រភេទទាំងអស់ហ្នឹងហើយព្រោះដើមនេះក៏សម្បូរបើនិយាយទៅថាសម្បូរក្នុងការប្រើប្រាស់គឺងាយស្រួលបាទគឺងាយស្រួលដោយសារតែដើមនេះគឺមិនសូវជារឹងប៉ុន្មានទេដើមយើងបើនិយាយទៅគឺជាប្រភេទដើមដណ្ដើមគឺដើមនេះបានន័យថាវាអត់សូវធ្ងន់ប៉ុន្មានក៏អត់សូវរឹងដែរនៅពេលដែលយើងកាប់ពេលដែលយើងពេលដែលយើងជេរអីគឺងាយស្រួលមានបាយតែផុយគឺយើងងាយស្រួលក្នុងការកាប់ក្នុងការយកទៅប្រើប្រាស់
ស្នាប់សងសង់នៅឋានគឺល្អមែនទេបាទងាយស្រួលអញ្ចឹងហើយវាជារុក្ខជាតិដែលមានតម្រូវការខ្លាំងហ្នឹងហើយដើមប្រភេទដើមវាគឺមានទំហំធំណានិយាយទៅគឺកង់រទេសបាទអ្នកនរគ្នាឃើញកង់រទេសបាទពុកម៉ែបងប្អូនដែលនៅសរសៃអីគឺជំនាន់មុនគឺចិត្តអ្នកតែអញ្ចឹងគឺដើមគឺប៉ុនកង់រទេសទាំងអស់បាទកង់រទេសគឺមានទំហំធំបាទអញ្ចឹងដើមនោះក៏ប៉ុនកង់រទេសដែរអាចធំជាងទៀតអញ្ចឹងគឺអបអជុំទេបាទទីគ្នា4 5នាក់អញ្ចឹងណាអបអជុំទេបាទនៅក្នុងធំមែនទេអញ្ចឹងបាទគឺមានប្រយោជន៍ច្រើនទៀតតែបែរទៅលើជួរវិញបងប្អូនណាយើងគឺមានលក្ខណៈពិសេសគឺយើងបានផ្ដល់នៅជួរថែមទៀតបាទប្រភេទដើមឈើដែលផ្ដល់ជួរមានដើមយាងដើមឈើទាលហ្នឹងហើយដើមត្រាចបងប្អូនណាដើមត្រាចនេះក៏ផ្ដល់ជួរដូចគ្នាដែរជួរសម្រាប់យកទៅប្រើប្រាស់បាទសម្រាប់ពុកម៉ែបងប្អូនពីចំនួនមុនគឺយើងយកជួរយាងឬក៏ជួរត្រាចនេះបាទយើងយកទៅលុញបាទធ្វើជាទំព័រឬធ្វើជាចម្លងបាទបងស្គាល់ហើយចម្លងណាបងប្អូនកាលពី50ឆ្នាំទៅ60ឆ្នាំទៅ100ឆ្នាំមកចំពោះនៅជនបទគឺអត់ទាន់មានអគិសនីប្រើទេគឺប្រើធម្មជាតិតែម្ដងគឺយកបាទយកជួរនឹងឯងជួរនេះគឺបើគេចង់មកជួរនេះគឺគេកាប់បាទគេកាប់ដើមយាងនេះបាទគេកាប់ជាចង្អូបាទកាប់ជាត្រឡប់មួយបាទប្រហែលជាជំរៅប្រហែលជាមួយចង្អាមណាមួយចង្អាមយើងណាបាទមួយចង្អាមយើងកាប់ជ្រៅហើយគេកាប់ទុកហ្នឹងគេទុកធ្វើយ៉ាងម៉េចគេកាប់ឲ្យលូងទៅក្រោមបន្តិចដើម្បីឲ្យជួរចេញមកបាទដើម្បីជួរចេញមកបាទអញ្ចឹងគេអាចកាប់ទុកចោលបាទទុកចោល2ថ្ងៃជួរចេញមកហើយមួយទៀតគេអាចកាប់ហើយគេអាចធ្វើការកាប់ហើយយើងជួរវាចេញតែម្ដងចេញតែម្ដងគឺគេអាចអុជបានអញ្ចឹងគេអុជឲ្យខ្មៅឲ្យឆេះឲ្យខ្មៅហ្នឹងគឺដើម្បីឲ្យជួរចាប់ផ្ដើមចេញបាទនៅពេលដែលជួរហ្នឹងចេញមកគឺធ្វើមួយថ្ងៃឬក៏2ថ្ងៃបាទរយៈពេលអាចមួយអាទិត្យឬកន្លះខែណាហ្នឹងទៅតាមរយៈពេលដែលវាចាញ់តិចឬវាចាញ់ច្រើនណាអាចរយៈពេលយូរដែរបាទវាអាច4 5ថ្ងៃបាទអាចចាញ់អញ្ចឹងទៅអាចចាញ់ពេញបាទមួយអាទិត្យអញ្ចឹងទៅឬក៏2 ថ្ងៃបើសិនតែវាចាញ់ពេញគឺគេក៏ដងណាគេដងមកបាទគេទុកឲ្យស្អាតកុំឲ្យមានទឹកកុំឲ្យប៉ះទឹកកុំឲ្យទឹកលាយអញ្ចឹងណានៅទុកទៅវាទៅជាងអញ្ចឹងយើងបានជួរមកបាទយើងបានជួរមកយើងអាចយកអុយគោបាទសម្លៃគោបាទយកសម្លៃគោឬក៏យើងយកអំបោះស្ករដើមព្រាលណាដើមព្រាលណាដើមកញ្ចៅណាអញ្ចឹងចំពោះនៅជនបទគឺក៏យកដើមកញ្ចៅឬក៏ដើមព្រាតែដើមព្រាណាដើមព្រាលបងប្អូនណាដើមព្រាលអញ្ចឹងគេនឹងធ្វើការកាប់ដើមព្រាលមកគេយកសម្បកវានឹងស្លឹកណាហើយវាទៅស្លឹកគឺវាទៅគេលក់ណាហ្នឹងយកទាំងរស់ហ្នឹងយកទៅគេលក់ជាមួយនឹងជួរយើងណាគេយកទៅគេលក់បានគេដាក់ហាលអញ្ចឹងណាហាលទៅឲ្យក្រៀមអញ្ចឹងណាឲ្យវាជាប់គ្នាបាទឲ្យជាប់គ្នាបានគេចាប់ដើមលមូវាឲ្យមូលណាបាទឲ្យមូលទៅបាទគេដាក់ហាលទៅហាលឲ្យស្ងួតអញ្ចឹងទៅណាហាលឲ្យវាចាប់គ្នាណាឲ្យវាយើងមិនត្រូវដាក់ហាកដៅខ្លាំងទេយើងដាក់កន្លែងណាដែលមិនសូវមានកម្ដៅខ្លាំងណាព្រោះជួរវាហ្នឹងគឺនៅពេលដែលប៉ះកម្ដៅវាចាប់ដើមរលាយវារលាយទៅជារាវវាអត់ខាប់ទេប៉ុន្តែបើវាប៉ះជាតិអីគឺវាបានជាប់គ្នាបាទទៅជាខាប់ណាទៅជាខាប់គឺខាប់ទៅយើងអាចពូតយកមកពូតលេងអញ្ចឹងណាអាចបានដូចក្បួនអញ្ចឹងណាហ្នឹងហើយប៉ុន្តែនឹងគឺយកទៅហាលវាឲ្យចិត្តគ្នាហើយបាទមូវាជាមួយហើយជាប៉ុនកំពង់ជើងបាទហ្នឹងហើយគេនឹងធ្វើបែបនេះច្រើនបាទគេដើម្បីគេយកទៅលក់ហ្នឹងហើយនឹងគេយកស្លឹកចេកបងប្អូនណាគេយកស្លឹកចេកបានរុំណារុំព្រោះអីគេរុំណាឲ្យចិត្តដើម្បីយើងកាន់កុំឲ្យប្រឡាក់ដៃគឺកាលណាដែលជួយើងឲ្យបានរុំស្លឹកចេកវានឹងប្រឡាក់ដៃរបស់យើងវានឹងមានក្លិនណានឹងជួយើងគឺមានក្លិនធំណាធំក្លិននិយាយទៅវាក្លិនចឹងហ្មងណាវាមិនធំអាក្រក់អីប៉ុន្តែវាធំអាក្រក់ប្រហែលនេះហ្នឹងហើយអញ្ចឹងគេអាចយកស្លឹកផ្សេងណាដែលធំអាចធ្វើការរុំទៅបាទហ្នឹងហើយគេយកទៅប្រើប្រាស់ឲ្យលំអគេហដ្ឋានរបស់យើងនៅពេលយប់បាទពេលយប់លប់ណាគឺយើងអុជណាគឺយើងអុជបំភ្លឺផ្ទះរំនៅឋានរបស់យើងអ
ចឹងឲ្យទៅគឺភ្លឺបងប្អូនណានៅសម័យមុនគឺក្នុងការរំវងបាទរំវងជាមួយនឹងសកលដៃបងប្អូនណានៅតាមជនបទនៅតាមស្រុកស្រែគឺនៅពេលដែលកម្មវិធីចូលឆ្នាំម្ដងគឺគេអត់ច្រឡំនឹងឯងបាទទៅច្រឡំអាច2 3ចឹងទៅណាភ្លឺខ្លាំងបងប្អូនណាគេខ្លាំងហ្នឹងហើយអញ្ចឹងគេបាទគេរំសបាយចឹងទៅណាហ្នឹងគឺសម័យបុរាណណាបងប្អូនមិនមែនបុរាណប្រហែលទេហើយជា50 ឆ្នាំមុនទេអញ្ចឹងគឺបំភ្លឺនិយាយទៅបំភ្លឺគ្រប់កន្លែងតែម្ដងនៅក្នុងផ្ទះយើងគឺត្រូវតែមានចន្លោះណែព្រោះសម័យមុនអត់ទាន់មានបច្ចេកវិទ្យាទំនើបអត់ទាន់មានប្រេងដាក់ចង្កៀងទេប៉ុន្តែចង្កៀងភ្លឺដែរប៉ុន្តែចង្កៀងនោះគឺបាទភ្លឺតិចដោយសារចង្កៀងវាត្រូវការច្រើននិងត្រូវការចង្កៀងការតួចង្កៀងណាព្រោះអាហ្នឹងគឺផលិតគឺត្រូវផលិតចេញពីរោងចក្រហ្នឹងហើយយកមកធ្វើចង្កៀងហើយមានបច្ចេកមានប្រេងកាតបានដាក់បានណាវាគឺជាសម័យក្រោយទៀតទេប៉ុន្តែសម័យមុនគឺបាទគឺប្រើចន្លោះហើយសម្រាប់ពីនៅឋានសម្រាប់ហូបបាយនៅពេលយប់សម្រាប់ឆ្លោះបាទសម្រាប់ឆ្លោះកង្កាត់សម្រាប់ឆ្លោះត្រីឆ្លោះពីងសម្រាប់បំភ្លឺផ្លូវធ្វើដំណើរគឺយើងប្រើចន្លោះមកគឺអត់មានអីទេគឺប្រើរបស់ពីធម្មជាតិតែម្ដងបាទសម័យមុនមកបងណាហ្នឹងហើយអញ្ចឹងអានេះអប្រយោជន៍របស់ជួរណាហ្នឹងហើយជួរមិនតែប៉ុណ្ណោះទេបងប្អូនណាជួរគឺលោកជាលោកតាហ្នឹងដែលគាត់ធ្វើគាត់មានដើមជាងច្រើននៅសម័យមុនគឺមានព្រៃអញ្ចឹងណាមានព្រៃធំទៅគាត់ទៅចាប់ដីរបស់គាត់ថាជាព្រៃរបស់គាត់អញ្ចឹងទៅគាត់ដើរមើលដើមឈើហ្នឹងជាដើមដីរបស់គាត់ទៅគាត់គ្រប់គ្រងដើមឈើហ្នឹងទៅគាត់អាចកាបសម្រាប់ចោះសម្រាប់យកជួរអញ្ចឹងទៅគាត់អាចយកទៅលក់នៅទីផ្សារបានណាជួរគឺអាចលក់បានណាបងប្អូនហើយសម័យមុនគឺគេលក់ជួរដែរហើយអីព្រោះជួរនេះគឺមិនត្រឹមតែយកទៅអុជនោះទេបងប្អូនណាគឺជួរយើងនេះគឺបានបំរើទៅលើខាងផ្នែកទូបាទខាងផ្នែកផ្លូវទឹកណាបាទគឺគេយកជួរនោះទៅលាបជាមួយទូបងប្អូនណានៅពេលដែលគេធ្វើទូមកអំពីក្តារអំពីឈើផ្សេងនៅពេលដែលមានស្នាមលិចស្នាមបែកស្នាមតគឺគេធ្វើការលាបជួរយើងតែម្ដងបងប្អូនណាលាបឲ្យក្រាស់នៅកម្រាស់ក្រាស់ណាលាបនិយាយទៅលាបមួយឆ្នាំគេលាបម្ដងគេលាបនឹងគេយកមកលាបជួរយើងឲ្យស្អាតព្រោះជួរយើងនេះมันអាចទឹកណាជ្រាបបានទេហើយទឹកអត់អាចជ្រាបចូលជាមួយនឹងជួរយើងបានទេมันអាចថាទឹកហើយនឹងប្រេងมันអាចចូលគ្នាអញ្ចឹងណាហើយជួរនេះក៏ដូចគ្នាដែរมันអាចចូលគ្នាបានទេជាមួយទឹកបាទហ្នឹងហើយអញ្ចឹងគឺយើងលាបទូលាបអីយ៉ាងណាអញ្ចឹងទូនោះគឺសំខាន់បាទអត់ជួរយើងគឺអត់អាចប្រើប្រាស់បានណាបងប្អូនព្រោះទូគឺដោយសារយើងធ្វើអំពីក្តារបាទក្តារតបាទក្តារតនឹងហើយមានស្នាមតស្នាមអីហ្នឹងទៅជាងគឺត្រូវលាបបាទកន្លែងតហ្នឹងណាហើយលាបដើម្បីផ្ចិតឲ្យវាចិត្តទៅកុំឲ្យទឹកចូលអញ្ចឹងណាហ្នឹងហើយអញ្ចឹងលាបទូលាបបាទលាបអីផ្សេងបាទដែលប្រជាពលរដ្ឋគាត់មានតម្រូវការទៅផ្នែកផ្សេងគាត់អាចលាបជាមួយជួរបានណាជួរហ្នឹងគឺមានប្រយោជន៍ច្រើនមែនទេបាទជួរយើងណាបាទសម្រាប់ជួរមួយគឺបានផ្ដល់ប្រយោជន៍បាទទៅលើផ្នែកបំរើដល់មនុស្សទាក់ទងទៅនឹងការបំភ្លឺដល់បរិស្ថានបំភ្លឺដល់នៅឋានបំភ្លឺដល់កម្មវិធីផ្សេងក្នុងសង្គមមនុស្សនឹងបានបំរើទៅដល់យានជំនិះរបស់មនុស្សដែលនៅធ្វើដំណើរតាមទឹកបាទដូចជាទូកជាដើមបាទគឺធ្វើការលាបជួរយើងនេះបាទលាបបាទផ្ចិតកន្លែងដែលលេខកន្លែងអីចឹងវាចិត្តទៅគឺដើម្បីយើងស្រួលក្នុងការធ្វើដំណើរបាទតាមទូបាទព្រោះលេបាទបងប្អូនដឹងហើយបាទរ៉ូស៊ីដំណើរគឺតាមទូតែម្ដងបាទដោយសារគាត់ធ្វើដំណើរទៅទឹកហ្នឹងហើយហើយនៅលើគោកគឺបាទធ្វើដំណើរផ្លូវគោកក៏ប៉ុន្តែគាត់ត្រូវការយកជួរយើងជាចន្លោះបាទដើម្បីដុតបំភ្លឺបាទសម្រាប់លំនៅឋានបាទសម្រាប់ធ្វើដំណើរនៅពេលយប់បាទហ្មងណាហ្នឹងហើយព្រោះលោកយាយតាគាត់ចាស់ឬក្មេងពីជំនាន់មុនមិនទាន់មានអីទំនើបទេមិនទាន់មានពិលមិនទាន់មានស្អីឲ្យគេស្នីប្រាគាត់ធ្វើដំណើរអញ្ចឹងគាត់ត្រូវការឈូលផ្លូវបាទដើម្បីធ្វើដំណើរដើម្បីធ្វើអីឬក៏ទៅរករបស់របរផ្សេងទៅបាត់ឬក៏កូនចៅអត់ទៅណាអញ្ចឹងណាអាហ្នឹងគឺបំរើបាទដល់មនុស្សបាទដើមជាងបាទបងប្អូននេះហើយនេះមានកម្ពស់មុនខ្ពស់មែនទែនពណ៌វាគឺអត់ទៀងទេដោយសារថាយាងគឺมันពិបាកសម្គាល់ទេបងប្អូនជាប្រភេទដើមដែលសម្បូរបែបអញ្ចឹងនៅកន្លែងណាក៏មានដែរបងប្អូនបាទ
là ngày này đam biết mà em tháp pua của hóm rồi được xa pua của hóm khi mà tam cả lại thì tam đồng bọn khác tới về miền đôi slay không một chuyện chẳng á nó về để paตึก pa ơi paกับphần lư pa ấy thế kia đôi thà cầm mò kia tôi chỉ pua của hóm chẳng á bỏ với mình ấy pua ở đằng khmao đằng đi soi đó ngày cái đam cái nhất mà bốn thì đam slalom từ từ tròn cho mà mà chỉ là chuyện mùi để phá trá mà bốn á bông ra khỏi cho chân mình ở mình ba như thế mấy từ lớn mình sao chỉ miềnประมาณ đi và làm biến cái phía trán cái đòi lớn cứ miền mây đong không mỏng đọc trung bình là đó mây dần về khác cứ nam khác khi mà về để mê để đong một với cái ảnh bạn ảnh thì cái này miền đại ở miền tháng như trên ta là bài việc thông trên thì miền khác đấy còn phía trán thì bài tham thông trên những cái miền trán mà người ta nó về để về việc thông tin tới vì chập đang ngọc tới việc bay mà để thông trên bảo vệ cái miền trán mà đã chơi nữa nha đời sáng trong sự quan không phía trán ba một con là làm giếng mà con nó sinh bò làm sao thì thôngประมาณ để làm đến hạt quan tay để sân bây giờ vô được xong đầu tháng thì cái hao tha bởi thừa tiếp cái dưỡng phơi ban là ai phơi ban pi cưới cái dưỡng dây tí phơi ban pi nó đó dây tóc tiếc cái dưỡng sang xong ở tiền mua những ai phơi pi nó và tiền mua những ai phơi bay nó anh ấy dưỡng dây chẳng này non pi nó chứ đó là những ai phơi ban pi cưới tụi bay cưới cái mặt đào á rồi xa là pi một bộ trắng cái nắp pi cái nắp bay cái nắp ai ban buôn từ pram cái nắp thế nó tự nhiên chặt một cái chi mà thôi chỉ hộp từ chỉ từ cái na từ chỉ plan từ đại này được chung mà được đơn chẳng hạn bạn nó mớiคืออัฐประโยชน์อย่างเดียวมาก่อนนะยังไงบ้านเคยท่าเดิมเชียงคือจีประเภทตุกเชียดเดิมมีประโยชน์พลังเต็มจังส่งออกกุนแบบพวกลูกเยตาแมวของโอนแบบได้บัตรโฆษณาชมวยในการรีบรวบคลาคลามันบ้านชีต่างอ่อนเตะแบบชมทุการรีบรวบบัตรคลาเตะที่พวกลูกเชียดนี่ชมงานเด็ดชมวยคลาเตะออกกุนบริบ